ចាសសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកចែកវិធីសាស្ត្រធ្វើនំពុម្ពតៃវ៉ាន់រសជាតិស្លឹកតើយបងប្អូនកាលពីមុនខ្ញុំធ្វើរសជាតិក្លិនវ៉ានីឡាហើយនិងសូកូឡាអញ្ចឹងបងប្អូនថ្ងៃនេះខ្ញុំមកធ្វើរសជាតិស្លឹកតើយម្ដងនិយាយរួមទៅមុននឹងយើងលាយម្សៅយើងធ្វើគ្រីមទុកមុនបងប្អូនយើងធ្វើគ្រីមទុកមុនហើយចាំយើងលាយម្សៅការលាយម្សៅរបស់ខ្ញុំខ្ញុំប្រើម្សៅ3ខាំកន្លះស្ករ60ក្រាម baking powder នោះ6ក្រាមបងប្អូនទៅលើពងមាន់4គ្រាប់ពងមាន់4គ្រាប់ហើយអំបិលមួយចិបបងប្អូនអំបិលមួយចិបហ្នឹងបន្តិចទៅដាក់ឲ្យកុំឲ្យវាភ្លាវអញ្ចឹងបងប្អូនហើយយើងកូរវាបន្តិចមកយើងដាក់ស្លឹកតើយខ្ញុំប្រើ200 ml ហើយនឹងទឹកដោះគោស្រស់ហ្នឹង200 ml និយាយរួមបងប្អូនអាចដាក់លើសនឹងបន្តិចត្រឹមទាំងអស់ហ្នឹងវាអាច450 ml ណាក៏បានដែរបងប្អូនអត់ជាបញ្ហាទេនិយាយរួមមើលតាមជាក់ស្ដែងបងប្អូនចង់ខាប់បន្តិចក៏បានចង់រាវបន្តិចក៏បានដែរហើយយើងកូរគ្រឿងផ្សំហ្នឹងឲ្យសព្វចូលគ្នាឲ្យម៉ត់ចូលគ្នាបន្តិចទៅណាហើយចាំយើងចុងក្រោយយើងដាក់ប្រេងទៅលើប្រេងឆាបងប្អូនប្រេងឆាខ្ញុំប្រើ60ក្រាមប្រេងឆា60ក្រាមយើងកូរវាឲ្យសព្វចូលគ្នាបន្តិចចាំយើងច្រោះម្សៅនឹងចេញបងប្អូនយើងច្រោះបែបហ្នឹងដើម្បីឲ្យវាសព្វហើយនឹងម៉ត់បានល្អបន្ទាប់មកយើងយកមកចាក់ក្នុងពុម្ពក្នុងខ្ទះរបស់យើងនិយាយរួមខ្ទះហ្នឹងវាអត់ត្រូវប្រើខ្ទះអត់ជាប់បងប្អូនជ្រើសរើសយកខ្ទះអត់ជាប់ហើយបន្ទាប់មកខ្ញុំដាក់គ្រីមរបស់ខ្ញុំចូលបងប្អូនគ្រីមទឹកដោះគោរសជាតិស្លឹកតើយនេះគឺមានជាតិឈ្ងុយមែនតើនៅពេលដែលយើងចាក់វាហើយបងប្អូនមានពុម្ពនេះក៏ចាក់ពុម្ពនេះទៅបើសិនជាបងប្អូនអត់មានទេប្រើខ្ទះក៏បានដែរប្រើខ្ទះឲ្យបងប្អូនចាក់វាដូចជា pancake ហើយយើងយកគ្រីមហ្នឹងដាក់ប្រឡោះកណ្ដាលហើយយើងច្បាច់វាគៀនបើសិនជាបងប្អូនអត់មានពុម្ពដូចខ្ញុំអញ្ចឹងណាចាំបងប្អូនឥឡូវនំរបស់យើងឆ្អិនហើយយើងកាត់វាមកគ្រីមរបស់វានៅខាងក្នុងហ្នឹងគឺចេញមកតំណមែនតើហើយឈ្ងុយស្លឹកតើយបងប្អូនហើយបងប្អូនអាចសាកធ្វើហូបបានបើសិនជាមានចម្ងល់អីអាច comment សួរខ្ញុំខាងក្រោមនឹងបានបងប្អូន